របាយការណ៍របស់អ្នករាយការណ៍ពិសេសសួរកម្ពុជាថាហេតុអីបានចាប់បានតត្រីតូចរួចត្រីធំពេញថ្លុករឿងឆបោកអនឡាញថ្ងៃនេះហ่ะភ្លៀងបាក់មេឃបងប្អូនភ្លៀងបាក់មេឃហ្មងភ្លៀងបាក់មេឃលើផែនពោះសធាកម្ពុជាគឺថាអ្នករាយការណ៍ពិសេសរូបនេះបានចេញសេចក្តីរាយការណ៍ឡើងលម្អិតតកតងនឹងរយៈពេលធ្វើដំណើរទៅទស្សនកិច្ចស្វែងរកការពិតនៅកម្ពុជារយៈពេលជាង10ថ្ងៃនេះក៏បានចេញសេចក្តីថ្លែងការណ៍គឺលោក Thomas Andrews ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាសេចក្តីរាយការណ៍របស់គាត់នេះគឺថាជក់ចិត្តលម្អិតហើយឯកទៅលើតថភាពជាក់ស្ដែងនៅក្នុងសង្គមសូម្បីតែរដ្ឋាភិបាលកម្ពុជាខ្លួនឯងក៏អត់ដឹងប្រកែកយ៉ាងម៉េចបានដែរហើយបងប្អូនពេលដែលយើងនិយាយដូចខ្ញុំផ្សាយអីថាកម្ពុជាចាប់បានតត្រីតូចរួចត្រីធំអីហ្នឹងអ្នកខ្លះគេនិយាយថាយើងនឹងញុះញង់ថាយើងនឹងផ្សាយព័ត៌មានមិនពិតរដ្ឋាភិបាលគេខំប្រឹងធ្វើណាហេតុអីបានជាយើងមកនិយាយថាអញ្ចឹងអត់ឲ្យតម្លៃរដ្ឋាភិបាលអីសោះឥឡូវស្ដាប់ទៅនេះលោក Thomas Andrews គាត់ធ្វើសន្និសីទសារព័ត៌មានហើយគាត់មានសេចក្តីថ្លែងការណ៍របស់គាត់រាប់ទំព័រដើម្បីបញ្ចប់បេសកកម្មរយៈពេល10ថ្ងៃនៅជាង10ថ្ងៃនៅកម្ពុជាហើយសរសេររបាយការណ៍យ៉ាងលម្អិតអំពីការដែលជួបជាមួយមន្ត្រីរដ្ឋាភិបាលជួបលោកហ៊ុនសែនជួបលោកហ៊ុនម៉ាណែតជួបមន្ត្រីអង្គការសង្គមស៊ីវិលជួបភាគីដៃគូពាក់ព័ន្ធទាំងអស់រហូតតគាត់ចុះទៅជួបជនភៀសសឹកនៅទៅមើលកន្លែងតំបន់ភៀសសឹកនៅអាកន្លែងថៃដាក់បន្លាលួសថៃដាក់កុងតឺន័រអីគាត់សរសេររបាយការណ៍គាត់យ៉ាងលម្អិតនៅក្នុងនឹងទាំងអស់ហើយខ្ញុំនឹងបកស្រាយមួយចំណុចម្ដងឲ្យបងប្អូនបានយល់ថាតើគាត់និយាយអីខ្លះគាត់សរសើររដ្ឋាភិបាលកម្ពុជាអីខ្លះហើយគាត់ស្នើឲ្យរដ្ឋាភិបាលកម្ពុជានឹងធ្វើអីខ្លះឥឡូវខ្ញុំចាប់ផ្ដើមពីចំណុចរឿងឆបោកអនឡាញទៅមុនព្រោះរឿងនេះគឺជាអាយុជីវិតរបស់ប្រទេសកម្ពុជាដែរលោក Thomas Andrews និយាយពីរឿងការឆបោកអនឡាញគាត់សូត្រទាំងអស់ដែលជារបាយការណ៍គាត់មើលមែនគាត់ស្ដាប់របាយការណ៍របស់កម្ពុជាដែលរាយការណ៍ប្រាប់គាត់សូត្រឲ្យស្ដាប់មែនថាកម្ពុជាបានប្រយុទ្ធប្រឆាំងការឆបោកអនឡាញបានដល់ទៅបិទឬក៏ថាចុះទៅណែលុកលុយឬក៏ចូលទៅឆែកឆេរទីតាំងឆបោកអនឡាញជាងជិត600កន្លែង600ទីតាំងហើយចាប់ជនល្មើសនឹងយកមកផ្ដន់ទាទោសឥឡូវមានជាង3000នាក់ដែលកំពុងតែស្ថិតនៅមុខកិច្ចនីតិវិធីតាមផ្លូវតុលាការអញ្ចឹងហើយចាប់បញ្ជូនចាប់អីទៅស្រុកក្រៅទៅអីដែលគាត់មើលឃើញថានេះគឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាលដែរគាត់មិននិយាយរាយការណ៍នេះគឺគាត់បានន័យថាទទួលស្គាល់ថារដ្ឋាភិបាលប្រឹងធ្វើដែរក៏ប៉ុន្តែអ្វីដែលជាសំណួររបស់គាត់គាត់ថានៅពេលដែលបាត់ឆបោកអនឡាញនេះគឺក៏ក្រៅពេញផ្ទៃប្រទេសកម្ពុជាលោកមិនសង្កេតឃើញថាកម្ពុជាបានចាប់ត្រីធំបានសោះនេះរឿងនេះហើយដែលជារឿងមួយដែលខ្ញុំពេញចិត្តអ្នករាយការណ៍ពិសេសអង្គការសហជីវជាតិនៅដែលគេសរសេរដែលទៅធ្វើព័ត៌មានឯករាជ្យគេសរសើររដ្ឋាភិបាលប៉ុន្តែក្នុងពេលជាមួយគ្នានឹងថាអ្នកធ្វើនេះគឺបានចាប់បានតែត្រីតូចទេរួចត្រីធំពេញថ្លុករឿងឆបោកអនឡាញនៅកម្ពុជាទៅស្ដាប់សេចក្តីថ្លែងការណ៍របស់លោក Thomas Andrews ឡើងវិញគឺជាគាត់បាននិយាយដូចនេះគឺនៅក្នុងកិច្ចដែលផ្ដល់សន្និសីទសារព័ត៌មានទៀតគាត់ថាចេះខ្ញុំសូមដកស្រង់ភាសាគាត់ទាំងស្រុងជាភាសាអង់គ្លេសគាត់ថា First I asked why despite the ongoing crackdown the government has yet to take action against senior Cambodian officials and other powerful individuals credibly linked to cyber scam operations ប្រែជាខ្មែរយ៉ាងងាយយល់ថាខ្ញុំឆ្ងល់ខ្ញុំចង់សួរដែរថាហេតុអីបានជារដ្ឋាភិបាលកម្ពុជាប្រយុទ្ធប្រឆាំងការឆបោកអនឡាញហ្នឹងឃើញធ្វើជាបន្តបន្ទាប់អត់ឈប់ដៃដែរក៏ប៉ុន្តែហេតុអីបានមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជាអត់ទាន់បានចាត់វិធានការណាមួយទៅលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានិងអ្នកដែលជាមានអំណាចធំដទៃទៀតដែលគេជឿថាជាប់ពាក់ព័ន្ធទៅនឹងប្រតិបត្តិការនៃការឆបោកអនឡាញឃើញទេបងប្អូនគាត់និយាយប្រាប់ទៅកម្ពុជានៅនឹងមុខថាគេមិនដឹងទេអ្នកធ្វើហើយប៉ុន្តែអ្នកធ្វើចាប់តែត្រីកភ្លៀងត្រីកញ្ចុះអត់ដែលបានត្រីឆ្ដោត្រីផ្ទក់ត្រីរស់អីបានមួយសោះឥឡូវលោក Andrew គាត់និយាយចឹង Thomas Andrew គាត់និយាយចឹងគឺគាត់ទទួលស្គាល់ថាយើងធ្វើហើយប៉ុន្តែធ្វើឲ្យតែប្រគ្រប់កិច្ចព្រោះហេតុអីបានជាគាត់និយាយចឹងហើយគាត់និយាយថាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលហើយនឹងត្រីធំអ្នកដែលមានឥទ្ធិពលនៅក្នុងជួររដ្ឋាភិបាលអ្នកណាខ្លះបងប្អូនសាកទាញមើលមិនបាច់ខ្ញុំប្រាប់ទេហើយទៅសួរស្ទង់មតិនៅប្រទេសកម្ពុជាបើសាកធ្វើដោយឯករាជ្យ 99.99% គេនឹងចង់ឲ្យចាប់មន្ត្រីទាំងអស់នេះមានទាំងអង្គញាកុកអានលោកលីយ៉ុងផាត់លោកហ៊ុនតូអីហ្នឹងឯងគ្មានអ្នកណាផ្សេងទៀតហើយមន្ត្រីជាន់ខ្ពស់នៅជួររដ្ឋាភិបាលមានអ្នកណាទៀតមើលទៅឈ្មោះដែលជាប់នៅក្នុងបញ្ជី
ដែលគេរាយនាមមានលោកសសុខាមានលោកឌីវិជាមានលោកណេតសវឿនមានអ្នកស្រីជូប៊ុនអេងមានយឹមលាក់មានស្អីហ្នឹងឈ្មោះហ្នឹងឃើញប្រសាចដាក់មករាយនាមមនុស្សមកកណោក៏ដឹកអត់ដែលឃើញហើយខ្ញុំថាលោកសសុខាលោកអីនេះគាត់មានឈ្មោះនៅក្នុងផ្សេងគេសេចក្តីព្រៀងច្បាប់របស់តំណាងរាស្ត្រដែលគេដាក់ស្នើច្បាប់ដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាតកតងនឹងឆបោកអនឡាញប៉ុន្តែមន្ត្រីមួយចំនួនដែលខ្ញុំរៀបរាប់នេះអត់មាននៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកដែលជាក់តកតងនឹងការផ្ដន់ទាទោសទេនៅក្នុងនោះបញ្ជីខ្មៅហ្មងដែលមានឈ្មោះនៅកឡៅហើយអត់អាចលុបបានហ្នឹងមានដូចជាលោកកុកអានលោកលីយ៉ុងផាត់លោកហ៊ុនតូហើយនឹងមនុស្សមួយចំនួនទៀតដែលមានលោកទ្រីភិបមានលោកឧត្តមសេនីយ៍ប្រមាណអ្នកមានលោកគុណគឹមមានលោកហ៊ីងប៊ុនហៀងមានស្អីច្រើនមកកណោតាំងពីរំលោភសិទ្ធិមនុស្សអីមកកណោអត់ដែលចាត់ការអីតតែសោះឥឡូវមកដល់ម៉ោងហ្នឹងគឺអត់មានបានឥឡូវយើងមើលណាមន្ត្រីជាប់ឈ្មោះទាំងអស់ហ្នឹងមានណាមានលោក Gen Z មួយដែលគិតថាមេដឹកនាំមួយដូចថាក្រុម Prince Group ហ្នឹងឮទៅថាធំជាងគេលុយ$15,000 លាន FBI អាមេរិកបង្កក់បានណាក្រុមហ៊ុនគាត់នេះគឺពាក់ព័ន្ធធ្វើបាបឆបោកប្រជាពលរដ្ឋអាមេរិកច្រើនម៉ឺនអ្នកសែនអ្នកក៏ប៉ុន្តែលោក Gen Z គឺជាទីប្រឹក្សារបស់លោកហ៊ុនសែនហើយនៅមានមនុស្សប្រមាណនៅក្នុងស្រុកខ្មែរហ្នឹងដែលកាងលោក Gen Z ដើម្បីឲ្យធ្វើអីបាទវាមិនដែលលោក Gen Z ជនជាតិចិនវិចបង្វិចមកក្រមិនដឹងជាស្អីផងស្រាប់តែប្រមាណ10ឆ្នាំឡើងទៅជាមហាអុកញ៉ាដែលលុយវល់កោតដុល្លារ$1,000 លានយ៉ាងនេះរួចទៅធ្វើស្អីស្រុកខ្មែរហ្នឹងបើណែឯងចេះរកស៊ីមានបានអញ្ចឹងមន្ត្រីខ្មែរហ្នឹងគេរកស៊ីមានងាប់អស់ហើយគេចាំទុកឲ្យណែឯងរកអញ្ចឹងគេគ្រាន់តែយកមកធ្វើជាឧបករណ៍ដើម្បីឲ្យគេដាក់អូថាមានជនជាតិចិនការពារដល់ពេលថ្ងៃណាមួយមានរឿងអីគឺចាប់បញ្ជូនទៅស្រុកចិននេះគឺល្បិចគេអញ្ចឹងតាប៉ុន្តែនៅពីក្រោយខ្នងហ្នឹងគឺបើគ្មានការឆ្លុំជ្រែងចិនស៊ីមិនអាចធ្វើអីបាននៅស្រុកខ្មែរទេព្រោះខ្មែរជាដែនអធិបតេយ្យរបស់ខ្មែរចិននេះគឺគ្រាន់តែជាឧបករណ៍ដែលយកមកដើម្បីបលែមបន្លំព្រោះអីខ្មែរយើងតែធ្វើខ្លួនឯងទៅវាពាន់តណោតអញ្ចឹងយកចិនមកព្រោះចិនហ្នឹងសិតតែចិនក្បាលស៊ីក្បាលចិនកតុយស៊ីកតុយក្បាលអត់ជាប់មេឃជើងអត់ជាប់ដីមកត្រូវគ្នាមកមួយមន្ត្រីពុកលលួយអក្រិតជនដែលចង់អញ្ចឹងប្រើសិនណាចិនផងសិតតែអ្នកជំនាញអ្នកអីហើយណាមួយយកចិត្តចិនផងឲ្យវាបានគោលនយោបាយគ្រប់គ្រងជនជាតិចិនមហោស៊ីរអីចឹងតាក់ទាញចិនឲ្យមហោស៊ីឲ្យច្រើនមកដូចទឹកបាក់ទំនប់ដោយសារតែយើងសម្ដោះប្រោះប្រណិតដោយទាំងអាពោះក្អែបដោយទាំងអាកពើអាសัตว์អាសេរពឹសអីមកតែនិយាយទៅមកសម្រាមហូរចូលពេញបឹងខ្មែរដល់ពេលអញ្ចឹងគាត់មានតែខ្វល់រឿងសម្រាមនេះណាហើយបើដល់ពេលហើយចាប់បានចិនស៊ីហើយបញ្ជូនទៅចិនទៅវិញទៀតដែលជាជនជាតិខ្មែរមានសញ្ជាតិខ្មែរឃើញទេរួចខ្លួនគាត់ថារួចខ្លួនអ្នកណានៅពីក្រោយអ្នកណាឲ្យសញ្ជាតិលោកចិនស៊ីអ្នកណាការពារក្រុមហ៊ុនទាំងអស់ហ្នឹងមានឈ្មោះនៅក្នុងទាំងអស់ហើយទៅយើងធ្វើមិនដឹងហើយចង់ក្រោយលោកហ៊ុនម៉ាណែតថាអូលោកលីយ៉ុងផាត់ហើយលោកកុកអានរឿងបកគលណារឿងជាតិប៉ុណ្ណាណៃគាត់និយាយរឿងបកគលចឹងបានខ្ញុំថាលោកហ៊ុនម៉ាណែតទេបើនៅស្ងៀមជាជាងសដីតាពីជ័យខ្ចីជាជាងតេនេមាត់ល្អទៅការពារខ្ញុំដឹងហើយមនុស្សរបស់គាត់ការពារប៉ុន្តែយើងត្រូវការពារជនសង្ស័យដែលធ្វើឲ្យខូចមុខជាតិលើឆាកអន្តរជាតិខូចជាតិសាសខ្មែរទាំង8-10 លានអ្នកដើម្បីតែប្រយោជន៍គ្រួសារនិងការអំណាចរបស់ខ្លួនសុខចិត្តអោបកសោបសិតតែក្របបែកផ្ទុះតាហ្នឹងសក្របបែកម៉ោងនេះទាំងលោកកុកអានទាំងលោកលីយ៉ុងផាត់ហ្នឹងក្របបែកម៉ោងទៅយកមកអោបទៅដល់ពេលដល់ម៉ោងវាផ្ទុះស្លាប់ទាំងអស់គ្នាហ្នឹងតែគាត់ការពារដោយសារអីក្របបែកម៉ោងទាំងអស់នេះគឺជាហឹបប្រាក់ហឹបលុយអីគាត់ដែរខ្ញុំមិនទៅចោទប្រកាន់ថាបុគ្គលទាំងអស់នេះសុទ្ធតែជាអក្រិតជនទេព្រោះយើងមិនអាចទៅចោទថាគាត់ជាអក្រិតជនបានទេបើគ្រាន់តែគេសង្ស័យក៏ប៉ុន្តែដើម្បីឲ្យគាត់ស្អាតស្អំដើម្បីឲ្យលាងសម្អាតឈ្មោះគាត់ព្រោះនៅក្នុងបញ្ជីខ្មៅតែគេលើឆាកអន្តរជាតិគេទទួលស្គាល់គេដឹងឮគឺយើងត្រូវតែចាត់ការពួកគាត់ដោយតម្លៃណាក៏ដោយត្រូវតែចាត់ការពួកគាត់ស៊ើបអង្កេតដើម្បីលាងសម្អាតខ្លួនគាត់ក៏លាងទៅតែចាត់ការមិនមែននិយាយថាអូឥឡូវអត់មានពាក់ព័ន្ធទេក៏ជួលមេធាវីទៅលុបឈ្មោះចេញពីបញ្ជីខ្មៅគេភ្លើងអត់រួចទៅជួលមេធាវីទៅលុបផ្សែងមាននរណាដែលលុបផ្សែងបានបងប្អូនផ្សែងបើភ្លើងវាអត់រលត់ផ្សែងវានៅតែហុយសពងអញ្ចឹងតាទាល់តែយើងផលិតភ្លើងក្មេងបៀមដៃក៏គេដឹងរឿងនេះដែរប៉ុន្តែកម្ពុជាគឺអញ្ចឹងឯងគឺយើងធ្វើដល់ឥឡូវឃើញអ្នករាយការណ៍ពិសេសគេសួរថាតើត្រីធំនៅណាហេតុអីក៏មិនចាត់ការនេះម៉ោងនៅពេលដែលលោក Thomas Andrew រាយការណ៍បែបនេះហើយសារបែបនេះទៅរដ្ឋាភិបាលចាំមើលក្រុមអង្គការមហាមន្ត្រីនឹងចែកជើងគ្នាមិនស្រួលម៉ោងនេះនឹងដាក់សាប៊ូដល់ Cyprus ឬក៏រត់ទៅប្រទេសទី3ទី4ឯណាហើយអស់បាត់ទៅហើយទេក៏មិនដឹងដែរព្រោះអីវាពិបាកណាស់បើអត់ដឹងថាត្រូវយ៉ាងម៉េចហើយនៅពេលហ្នឹងលោកប្រធាន FBI របស់អាមេរិកនេះ Kash Patel គាត់ចុះទៅស្រុកខ្មែរ
មែនតេ Cash Patel មេ FBI ទៅស្រុកខ្មែរទេមកប្រវត្តិស្រុកខ្មែរតាំងពីមកតាំងពីខ្ញុំធំដឹងក្តីមកអត់ដែលមានមេ FBI ណាកុំថាមេ FBI ត្រឹមតែមន្ត្រីប្រធាននាយកដ្ឋានណាមួយរបស់ FBI ហ្នឹងចុះទៅដល់កម្ពុជានោះដូចអត់ដែលមានទេយើងប្រហែលជាគិតថាអូមកពីកម្ពុជាអត់មានប្រព្រឹត្តអក្រិតអីធំមែនបាន FBI អត់ចាប់អារម្មណ៍ចុះទៅធ្លាប់ដែរ FBI គេធ្លាប់បញ្ជូនមន្ត្រីគេចុះទៅស៊ើបអង្កេតតាក់ទងរឿង Ron Anthony ប្រហែលជាលោកចាំជនជាតិអាមេរិកដែលគេបោកគ្រាប់បែកសម្រាប់លោកសំរងស៊ីនិងបាតកោនៅមុខព្រឹទ្ធសភាវត្តមុខរដ្ឋសភាវត្តបទុមស្លាប់បាតកោដែលគ្រប់គ្រងគណៈបកប្រឆាំងលោកសំរងស៊ីនឹងអស់16នាក់របួសរាប់សិបនាក់ទៀតយុទ្ធធរអត់ទាន់មានផងព្រោះអីឃាតករដែលស្អីឈ្មោះអាហ្វ្រិកឈ្មោះប្រេស៊ីលប្រេអីណានោះក៏ពើស៊ីបាត់តាំងពីនឹងមកហើយដែលគេគិតថាជាក្រុមនៅក្នុងកងអង្គរៈរបស់លោកហ៊ុនសែនឯណាស្ងាត់បាត់ជើង FBI គេគូរូបគេគូអីចេញមកអាហ្នឹងមានមន្ត្រី FBI ចុះទៅម្ដងតែមិនមែនកម្រិតដល់មេកំពូល FBI ទេឥឡូវ Cash Patel មេកំពូល FBI ចុះទៅជួបលោកហ៊ុនម៉ាណែតមិនមែនទៅយកកម្រងផ្កាភ្ញីទៅសរសើរលោកហ៊ុនម៉ាណែតថាបានដោះស្រាយបញ្ហា scam ទេទៅប្រាប់លោកហ៊ុនម៉ាណែតថាខ្ញុំឃើញហើយអស់លោកកំពុងតែធ្វើក៏ប៉ុន្តែអត់ទាន់ចំរមាស់ទេខ្ញុំមកនេះខ្ញុំមកប្រាប់ថាអស់លោកធ្វើអត់ទាន់ចំរមាស់ទេ FBI នៅសហការព្រោះ FBI ចោទប្រកាន់លោក Gen Z ពីបទឆបោកអនឡាញបង្កក់ទ្រព្យ$15,000 លានអ្នកចាប់ Gen Z បានដកសញ្ជាតិ Gen Z ទៅបញ្ជូនទៅឲ្យចិនឯណាទៅវិញអាមេរិកគេមិនបាច់និយាយទេគេគ្រាន់តែទៅប្រាប់ថាកុំពេកហើយឥឡូវអ្នកចាប់ Gen Z បានបញ្ជូនទៅលីសុងបញ្ជូនទៅអស់អាមេរិកជាអ្នកដែលរកបានភ័ស្តុតាងចោតប្រកាន់អ្នកទាំងអស់នេះអ្នកចាប់បានអ្នកបញ្ជូនទៅចិនហើយអ្នកទាំងអស់នេះមានសញ្ជាតិខ្មែរអ្នកធ្វើយ៉ាងម៉េចដើម្បីផ្កើនកា FBI គេអត់ដឹងគេដឹងតាគាត់ថាជាការទូតគេទៅនឹងដើម្បីរឹតបន្តឹងចំណងតាក់ទងរវាងអាមេរិកនិងកម្ពុជាព្រោះអីលោក Cash Patel បាននិយាយថាការប្រយុទ្ធប្រឆាំងការឆបោកអនឡាញនេះវាទៅតែចាប់ផ្ដើមទេលោកហ៊ុនម៉ាណែតថាបិទបញ្ចប់តាំងពីចុងខែមេសាឆ្នាំ2026ម្លេះប៉ុន្តែលោក Cash Patel មេ FBI ប្រាប់ថាការឆបោកអនឡាញនៅកម្ពុជាដែលកំពុងតែចាត់ការនេះគឺអាមេរិកអត់ឲ្យរួចខ្លួននេះគឺទើបតែចាប់ផ្ដើមទេអញ្ចឹងបានន័យថាម៉េចទើបចាប់ផ្ដើមខ្មែរយើងថាងាប់ទើបចាប់ផ្ដើមមិនយើងចាប់អស់មកកណោហើយសឹងថាអស់មកប្រទេសហើយអត់ទេទើបចាប់ផ្ដើមនឹងគាត់សម្ដៅថាយើងចាប់បានតែត្រីកញ្ចោះត្រីកភ្លៀងអាមេរិកគេចាត់ការអត់ទាន់បានផ្ដន់ទាទោសលោក Gen Z នៅក្នុងតុលាការអាមេរិកនៅឡើយហើយនៅមានមន្ត្រីច្រើនណាអាមេរិកអត់ទាន់បានផ្ដន់ទាទោសសូម្បីតែមួយនាក់ទើបតែចោតប្រកាន់សិនទេដូច្នេះនៅរេលពេញថ្លុកនៅស្រុកខ្មែរហ្នឹងដែលជាត្រីធំហ្នឹងអត់បានចាត់ការអីសោះហើយទៅយើងគិតថារួចខ្លួនណាមកសហការជាមួយនឹង FBI អត់មាន FBI ទៅឲ្យផ្កាភ្ញីឲ្យយើងទេគឺជាការព្រមានប្រាប់ថាដោះស្រាយទៅព្រោះជាចំណុចចាប់ផ្ដើមហើយ FBI នឹងសហការជួយហើយមិនត្រឹមតែប៉ុណ្ណឹងមុននឹងមេ FBI ចូលទៅស្រុកខ្មែរមានមន្ត្រីទូតអាមេរិក2នាក់យ៉ាងហោចទី1គឺភារៈធារីរបស់អាមេរិកប្រចាំនៅកម្ពុជាគឺអ្នកស្រី Alex Zero គឺគាត់បានបដិញ្ញាប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញដល់ទីបំផុតនៅកម្ពុជានោះដើម្បីរកយុត្តិធម៌មិនមែនសម្រាប់កម្ពុជាទេណាបងប្អូនតិចច្រឡំរកយុត្តិធម៌ជូនជនជាតិអាមេរិកដែលរងគ្រោះដោយអំពើឆបោកនៅកម្ពុជាយើងសពថ្ងៃនេះណាយើងមានភ័ព្វវាសនាទេជាខ្មែរភ័ព្វវាសនាមួយនៅក្នុង1លានភ័ព្វវាសនាទេដោយសារតែអាការឆបោកនៅស្រុកខ្មែរហ្នឹងវាប៉ះពាល់ដល់ជនរងគ្រោះដែលជាអាមេរិកនឹងខ្ញុំនិយាយម្ដងទៀតបើកុំប៉ះពាល់ជនរងគ្រោះនៅអាមេរិកកម្ពុជាជីសេះលែងដៃមិនដឹងជាសបាយហើយអើប៉ុណ្ណាធ្វើប៉ុណ្ណឹងរួចខ្លួនណាប៉ុន្តែកម្មអកុសលកម្ពុជាគឺប៉ះជនដែលបោកបានគឺភាគច្រើនជាជនជាតិអាមេរិកដូច្នេះហើយបានជាអាមេរិកដោះស្រាយដើម្បីរកយុត្តិធម៌ជូនជនជាតិគេជូនជនជាតិគេហើយតែអញ្ចឹងយើងហៅជនជាតិគេតាមពិតខ្ញុំសប្ងៃក៏មានសញ្ជាតិអាមេរិកតែខ្ញុំមិនដែលគិតតែខ្ញុំអាមេរិកសោះខ្ញុំនៅតែគិតថាខ្ញុំខ្មែរទាំងឈាមទាំងពលឹងទាំងវិចារណញ្ញាណទាំងស្អីទាំងអស់តែយ៉ាងណាបងប្អូនតាមទម្លាប់គឺយើងចូលសញ្ជាតិអាមេរិកគឺគេឲ្យយើងបោះបង់ចោលសញ្ជាតិខ្មែរប៉ុន្តែខ្ញុំអត់ទេខ្ញុំចូលសញ្ជាតិអាមេរិកមែនប៉ុន្តែខ្ញុំនៅតែបេះដូងឈាមជ័រខ្ញុំនៅជាខ្មែរ 100% ទេប៉ុន្តែខ្ញុំនៅតែគ្រប់គ្រងគោលនយោបាយសហរដ្ឋអាមេរិកតាក់ទងនឹងខ្ញុំជាសញ្ជាតិអាមេរិកប៉ុន្តែមិនមែនបានន័យថាផ្កាប់មុខគ្រប់គ្រងទេណាឯងធ្វើអត់ត្រូវខ្ញុំរិះគន់មេដឹកនាំគ្រប់តែគ្នាប៉ុន្តែដើម្បីឲ្យតម្លៃក្នុងនាមខ្ញុំជាអ្នកដែលមានសញ្ជាតិអាមេរិកគឺខ្ញុំការពារប្រយោជន៍អាមេរិកដែរដូច្នេះក្នុងន័យនេះគឺអត់មានអីសពេចសពិលទេមិនមែនក្បត់ជាតិខ្មែរទេក៏ប៉ុន្តែខ្ញុំមានសញ្ជាតិអាមេរិកតែខ្ញុំនៅតែស្រឡាញ់ជាតិខ្មែរដោយសារខ្ញុំឈាមជ័រជាខ្មែរខ្ញុំស្លាប់ទៅជាខ្មែរខ្ញុំមិនមែនស្លាប់ទៅជាអាមេរិកទេបើសិនជាខ្ញុំស្លាប់ក្នុងនាមជាខ្មែរបាទអញ្ចឹងបន្តទៀតគឺ
មេដឹកនាំរបស់ FBI គេបានប្រាប់ខ្មែរយើងហើយឲ្យអ្នកចាត់ការឲ្យកុំលំកុំស្មានតែគេល្ងងកុំស្មានតែគេមិនដឹងហើយដល់ពេលឥឡូវពេលដែល Alex Zero និយាយអញ្ចឹងឯកអគ្គរដ្ឋទូតទៅអនាគតរបស់អាមេរិកប្រចាំនៅកម្ពុជាលោក Christopher Anderson ដែលថ្ងៃទី16ខែកក្កដាអញ្ចឹងមកខ្ញុំឲ្យបងប្អូនកត់ថ្ងៃនឹងទុកថ្ងៃទី16ខែកក្កដាលោក Christopher Anderson ថ្លែងសារចំនួន2ចំណុចដែលយើងទាំងអស់គ្នាជាខ្មែរត្រូវកត់លើជញ្ជាំងក្នុងក្រាំងមាសទុកថ្ងៃណាមួយលោក Christopher Anderson ចូលទៅស្រុកខ្មែរចាំផ្ទៀងផ្ទាត់សួរគាត់ធ្វើដល់ពេលណាហើយបានដល់ប្រមាណទី1នៅមុខសមាជិកគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកដែលជាអ្នកដែលផ្ដល់ការទុកចិត្តដើម្បីបោះឆ្នោតឲ្យគាត់បានទៅក្លាយទៅជាតំណាងទូតអាមេរិកប្រចាំនៅកម្ពុជានោះគឺគាត់បដិញ្ញាចំនួន2ចំណុចទី1គឺប្រយុទ្ធប្រឆាំងការឆបោកអនឡាញនេះដល់ទីបញ្ចប់ហើយត្រូវរកអ្នកនៅពីក្រោយខ្នងនឹងយកមកផ្ដន់ទាទោសឲ្យខាងតែបាននេះពាក្យនេះដែលធ្វើឲ្យលោក Thomas Andrews នេះដែលជាជនជាតិអាមេរិកហើយជាអតីតតំណាងរាស្ត្រអាមេរិកហើយឥឡូវជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិហើយដោយសារតែសប្ថ្ងៃគឺគាត់ទៅតំណាងអាមេរិកដែរបិទថាធ្វើការឲ្យខ្មែរមែនដោយសារតែអាណត្តិរបស់គាត់គឺជាមន្ត្រីអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានិយាយពីរឿងសិទ្ធិមនុស្សក៏ប៉ុន្តែគាត់ជាជនជាតិអាមេរិកឈាមជ័រអាមេរិកហើយប្រជាជនអាមេរិកជាង8សែននាក់រងគ្រោះដោយសារអំពើឆបោកអនឡាញនៅកម្ពុជាដូច្នេះទៅរឿងហ្នឹងហើយឥឡូវយន្តការរដ្ឋាភិបាលអាមេរិកគាត់ដោះស្រាយបញ្ហាសិទ្ធិមនុស្សតាដូច្នេះគាត់ទៅហ្នឹងគឺនិយាយពីរឿងហ្នឹងហើយរំលឹករដ្ឋាភិបាលកម្ពុជាដូច្នេះរឿងនេះគឺវាជាឱកាសមាសសម្រាប់រដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាហើយបើសិនជាអត់ទេគឺទៅហើយចប់ហើយអង់គ្លេសគេហៅថា the end សំទោសអង់គ្លេសគេប្រើពាក្យថា the beginning of an end the beginning of an end នេះបានន័យថាជាចំណុចចាប់ផ្ដើមនៃទីបញ្ចប់បានន័យថាទីបញ្ចប់ជួនកាលវាអត់ដឹងចប់នៅពេលណាប៉ុន្តែឥឡូវវាមានចំណុចចាប់ផ្ដើមមួយគឺចាប់ផ្ដើមនៃទីបញ្ចប់ដោយរទេះភ្លើងអញ្ចឹងណាបងប្អូននៅពេលដែលវាបើកលបឿនលឿនមែនតើគឺយើងអត់មានទីបញ្ចប់ទេចុះទៅអញ្ចឹងទៅ100គីឡូក្នុង1ម៉ោងក៏ប៉ុន្តែនៅពេលដែលចាប់ផ្ដើមបន្ថយលបឿនហើយចាប់ផ្ដើមលឺសូរខ្យល់ថយមកបានន័យចិត្តដល់រ៉ារទេះភ្លើងអាចចំណុចដែលបន្ថយលបឿនហ្នឹងឯងគឺបើសិនជាត្រូវធ្លាក់ជ្រោះគឺបានន័យថាជាចំណុចចាប់ផ្ដើមនៃការធ្លាក់ជ្រោះហើយព្រោះបើកទៅហ្នឹងគឺទម្លាក់មកដឹងតែខ្លួននេះទៅសើបហើយក្នុងនេះគឺវាមានរឿងពីរខ្ញុំនិយាយថាចំណុចចាប់ផ្ដើមនៃទីបញ្ចប់អាចចំណុចចាប់ផ្ដើមនៃទីបញ្ចប់នៃរបៀបដឹកនាំផ្ដាច់ការពុករលួយរំលោភសិទ្ធិមនុស្សរំលោភប្រជាធិបតេយ្យបែបបកពួកគ្រួសារនិយមនៅកម្ពុជាហ្នឹងក៏ថាបានដែរដោយសារអីអត់មានជំរឿសអីដែលត្រូវដោះស្រាយទេព្រោះនេះជាទីបញ្ចប់នៃរបៀបដឹកនាំរដ្ឋបែបនេះក៏ប៉ុន្តែក៏ជាចំណុចចាប់ផ្ដើមនៃក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ដែរសេចក្តីសង្ឃឹមមួយដែលរងចាំឲ្យមានឱកាសនេះព្រោះអ្នកដឹកនាំផ្ដាច់ការគេអត់ដែលដោះស្រាយបញ្ហាទេគឺគេនៅទប់រហូតតទៅទប់បានហើយធ្វើនយោបាយប្រជាពិធដ្ឋបោកប្រជាពលរដ្ឋក៏ប៉ុន្តែដល់ដំណាក់កាលចុងក្រោយក៏គាត់ទប់អត់បានដែរដូចភ្នំព្រះសម័យមកសង្កត់គឺវាទៅហើយដូច្នេះវាអាចជាចំណុចចាប់ផ្ដើមនៃការរលំរលាយនៃរបៀបដឹកនាំរដ្ឋបែបនេះក៏ប៉ុន្តែក៏វាជាចំណុចចាប់ផ្ដើមនៃចំណុចវិជ្ជមានសក្តីសង្ឃឹមឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសដែរថាមានអន្តរជាតិបើក៏មានអន្តរជាតិព្រោះក្រោលដងលោកហ៊ុនសែនអត់ដែលខ្វល់អន្តរជាតិទេយើងចាំណាបងប្អូនលោកហ៊ុនសែនធ្វើឲ្យប្រជាពលរដ្ឋខ្មែរអ្នកតស៊ូមតិប្រជាធិបតេយ្យបាក់ស្មារតីបាក់ស្បាត់ច្រើនលើកច្រើនគ្រាដោយសារគាត់យកអាវិធីនយោបាយប្រជាពិធដ្ឋមួយគឺស្អំចិត្តប្រជាពលរដ្ឋមួយថាកម្ពុជាអត់ដួលទេយើងគ្រាន់តែបំផ្លាញសិទ្ធិមនុស្សបំផ្លាញក្រុមប្រឆាំងប៉ុណ្ណឹងយើងយកពាក្យអគុណសន្តិភាពមកទប់ទៅប្រជាពលរដ្ឋច្បាស់ជាពុលនឹងអាការអគុណសន្តិភាពណាមិនចង់បានសន្តិភាពអញ្ចឹងនឹងភ្លេចគណៈបកប្រឆាំងព្រោះមានគណៈបកប្រឆាំងគឺមានសង្គ្រាមដល់តែពេលអត់គណៈបកប្រឆាំងគឺមានសន្តិភាពអគុណសន្តិភាពដោយសារតែអត់គណៈបកប្រឆាំងអញ្ចឹងទៅធ្វើឲ្យប្រជាពលរដ្ឋដូរអាពាក្យថាអត់គណៈបកប្រឆាំងមកអគុណសន្តិភាពយកគណៈបកប្រឆាំងជាសង្គ្រាមហ្មងដល់អញ្ចឹងទៅនាំគ្នាទំទិញពាក្យហ្នឹងបិទគ្រប់សំបីតែប្រគុណក៏បិទដែរអគុណសន្តិភាពហ្នឹងដើម្បីអីនយោបាយប្រជាពិធដ្ឋមួយគឺស្អំចិត្តប្រជាពលរដ្ឋកុំឲ្យនឹកឃើញអំពីការរំលាយគណៈបកសង្គ្រោះជាតិព្រោះតែរំលាយទៅគឺប្រជាពលរដ្ឋនៅសោកស្ដាយនៅថាបាត់ប្រយោជន៍តែបានសន្តិភាពដែរអញ្ចឹងយើងមានសន្តិភាពដោយសារអស់សង្គ្រាមហីព្រោះសង្គ្រាមនេះដោយសារក្រុមប្រឆាំងពលលោកហ៊ុនសែននិយាយឲ្យថាបើបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាគឺមានសន្តិភាពបើបោះឆ្នោតទម្លាក់គណៈបកប្រជាជនកម្ពុជាគឺបោះឆ្នោតយកសង្គ្រាមមានតែពីរហ្នឹងគាត់ផ្លូវឲ្យប្រជាពលរដ្ឋជ្រើស
អត់ដែលគិតថាបោះឆ្នោតឲ្យគណៈបកប្រឆាំងនឹងមានជីវភាពធូរធារនឹងមានប្រាក់បៀវត្សប្រាក់ម៉ោងប្រាក់ឈ្នួលឡើងជីវភាពគ្រាន់បើបាត់កាត់បន្ថយអំពើពុករលួយឈប់ឲ្យបកពួកនិយមតំណាងរាស្ត្រអីមានតំណាងគ្រប់ភូមិឃុំសង្កាត់ដើម្បីតំណាងឲ្យប្រយោជន៍ផ្ទាល់ខ្លួនព្រោះមានបកប្រឆាំងចូលរួមគណៈបកកណ្ដាលអំណាចមិនអាចជិះសេះលែងដៃគេអាចហៅក៏ហៅនាយករដ្ឋមន្ត្រីក្រសួងណាមកបំភ្លឺរឿងបំផ្លាញបរិស្ថានរឿងរ៉ែធម្មជាតិរឿងពុករលួយរឿងស្អីលុបបឹងលុបបួរព្រៃភ្នំកាប់បំផ្លាញព្រៃឈើអីឡាក់នឹងឡាក់មកសួរបានគេមន្ត្រីបកប្រឆាំងអាចធ្វើនយោបាយការបរទេសនៅស្រុកក្រៅប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមត្រូវគ្នាផ្សះផ្សាជាតិមិននយោបាយស្មោកគ្រោកឡាក់នឹងឡាក់គេអត់ដែលផ្សាយអញ្ចឹងទេគឺគេផ្សាយថាបើអត់គណៈបកប្រឆាំងគឺមានសន្តិភាពមានគណៈបកប្រឆាំងគឺមានសង្គ្រាមហើយបើបំផ្លាញទៅក៏ល្អដែរថ្កោលទោសទៅឲ្យបាត់ស្រឡះទៅដើម្បីឲ្យខ្មែរមានសន្តិភាពព្រោះសង្គ្រាមយូរពេកទៅចោតសង្គ្រាមបានមកពីគណៈបកប្រឆាំងហើយអត់ត្រូវការឲ្យបរទេសណាមកគ្របដណ្ដប់ជន់ក្បាលខ្មែរទេទាំងសហគមន៍អឺរ៉ុបទាំងសហរដ្ឋអាមេរិកសាររបស់គេនឹងតែអញ្ចឹងគឺសហគមន៍អឺរ៉ុបណែដក 20% ហ៎ដក 100% ក៏បានដែរអត់ងាប់ទេហ៊ុនសែនអត់ងាប់ទេគាត់និយាយអញ្ចឹងអ្នកដែលស្លាប់គឺប្រជាពលរដ្ឋ18លានអ្នកព្រោះគ្រួសារតកូលហ៊ុននេះចាយ100ជាតិទៀតក៏អស់ដែរគាត់មានតែភ័យខ្លាចស្លាប់ស្អីគាត់អ្នកណាដែលមានលទ្ធភាពទៅវាយកូនគោលបងប្អូនមួយថ្ងៃគ្នារកតែលុយទិញអង្គ3ពេលអត់ទាំងបានផងបងលុយមីក្រូហិរញ្ញវត្ថុបងអត់គ្រប់ចពាក់គេរំសួតមេដឹកនាំទៅវាយកូនគោលវាយអីណាសបាយក្អាយអីតើអ្នកណាមានលទ្ធភាពធ្វើដូចគាត់បានបើគាត់មានរបរអីដូចលោកត្រាំដូចអីគឺមិនខ្វល់ទេគាត់សទ្ធិតែលោកហ៊ុនសែនមានសទ្ធិមកពីណាគាត់មកពីសម័យខ្មែរក្រហមមកចកេះដូចយើងដែរហ្នឹងហើយប្រាក់ខែនាយករដ្ឋមន្ត្រីមានប្រមាណខ្ញុំឲ្យ$5000ចុះមួយខែមកចាប់បើគាត់ដើរតែជួលមនុស្សនេះមនុស្សនោះម្ដងមួយសែនម្ដង5-80000ដូចស្អីជួលសានបន្ទឿនជួលសពូនមីដាដាជួលអ្នកនេះជួលអ្នកនោះឲ្យលុយអ្នកនេះឲ្យអ្នកនោះរឿងទីសវណ្ណថានោះឬសូព័ត៌មានរឿងដល់ទៅ1លានចុះបានលុយនោះមកពីណាហើយដល់ពេលអញ្ចឹងបច្ចាយអាហ្នឹងអស់ហើយតើគាត់បានលុយឯណាទៅធ្វើអីផ្សេងទៀតដូច្នេះអាហ្នឹងតាក់តងនឹងអំពើពុករលួយនៅក្នុងរបៀបដឹងណរដ្ឋហើយណាទៅសួរគាត់បើសិនពួកប្រឆាំងវិញចាប់ដាក់គុកអស់ហើយអត់ប្រកាសទ្របអត់ប្រកាសអីបានលុយអីនាំថាតែមិនតិលតែបន្តិចតែ$250ផងកុំថាឲ្យដល់ទៅលុយរាប់ម៉ឺននាឡិកាតម្លៃលានដុល្លារលុយតែ$250សោះរឿងខំចន្ទរាទីហៅស្រីមុំតាក់តងនឹងរឿងគេចោតប្រកាន់លោកកឹមសុខាថាមានស្នេហាសហាយស្មន់អីជាមួយនាងខំចន្ទរាទីដែលក្រុមស្រីចម្រើននឹងធីសវណ្ណថាទៅរលរឿងរហូតដល់កម្ពុជាគាត់ទៅជាប់គុកខ្លះអ្នកខ្លះរត់ចោលស្រុកអីចឹងទៅដោយសារតែអំពើអកុសលកម្មហ្នឹងគាត់សាងច្រើនពេកទៅដល់ចឹងទៅវាបាបកម្មធ្លាក់តន់ហន់ចឹងដែរពួកគាត់ថាស្មាចូលគណៈបកប្រជាជនបានគេជួយឥឡូវជាប់គុកមានថ្ងៃលែងណាខ្ញុំអាសូរគាត់មែនតើខ្ញុំមិនចង់ឲ្យជាប់គុកជាប់ច្បាប់តែមករលរឿងលោកកម្មសុខារឿងខំចន្ទរាទីហើយមិនត្រឹមតែប៉ុណ្្នឹងទេទៅជាប់មន្ត្រីអាត់ហុកដោយទាំងអ្នកស្រីមនីដោយទាំងលោកនីសុខាដោយទាំងលោកនីចរិយាជាប់គុកអត់ថ្ងៃចាញ់ដោយសារលុយ$250ដើម្បីជាសហុយជួលមិនជួលទេជួយជនរងគ្រោះដើម្បីមកធ្វើសក្ខីកម្មតាក់ទងនឹងរឿងលោកកម្មសខាហ្នឹងនាងខំចន្ទរាទីហៅស្រីមុំហ្នឹង$250ចាប់គេដាក់គុករាប់ឆ្នាំតែ$250ចោតប្រកាន់ថាជាអំពើពុករលួយសោកសាក់សីអីណាហើយបើលុយគេវិញខាងគណៈបកប្រជាជនចង់អ្នកណាខ្សែក្រវ៉ាត់$1-25,000ឬក៏ពនាលការរាប់សែនរាប់អីអត់អ្នកណាឈឺក្បាលហាលថ្ងៃទេហើយគេអត់ដឹងអាហ្នឹងគេដឹងតែអស់លោកគិតថាធ្វើបានចេះធ្វើទៅឲ្យចេះប្រឡប់ហើយទៅជួលមនុស្សលលោកហ្នឹងមកឲ្យជេរមរាយគេនិយាយអត់បានទេជេររហូតចាំមើលក្រុមលលោកនេះបន្តិចទៀតទៅគេបោចរួមយកទៅរ៉ូទីអស់ដូចគ្នាហ្នឹងព្រោះអីអស់តម្លៃទៅគឺរ៉ូទីហើយយ៉ាងហោចបើមិនបោចរួមក៏ធ្លាក់ទៅដីសម្ោចរួមដែរព្រោះអស់តម្លៃអញ្ចឹងហើយបានខ្ញុំថាឃើញគេខំប្រឹងដោះស្រាយបញ្ហាយើងខំប្រឹងកាយកប់ត្រឡប់ជន់ឥឡូវដល់ពេលគឺនិយាយពីរឿងការឆោបបោកអនឡាញអាបញ្ហាចាក់ស្រេះហ្នឹងគឺយើងច្រើនតែផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋថាកុំភ័យអត់អីទេវាអត់មានបញ្ហាអីទេគឺអត់គណៈបកប្រឆាំងគឺដឹងតាមមានសន្តិភាពស្រឡាញ់សន្តិភាពអត់គណៈបកប្រឆាំងអ្នកណាដាក់ទណ្ឌកម្ម EBA 20%ដាក់ 100% ទៅយើងនៅមានមាស30គីឡូទៀតអាហ្នឹងគាត់និយាយ30គីឡូយើងនៅមានប្រេងមួយដំណក់ឥឡូវនៅប្រេងអីអញ្ចេះឥឡូវត្រូវប្រដាសាទាំងអស់អាប្រេងក៏មិនបានអាប្រេងខួងបានប្រហែល100,000លីត្រគេលួចទាំងកប៉ាល់ទៅឥឡូវអត់ដឹងនៅឯណាទៀតអត់ដឹងបានលុយនៅឯណាស៊ើបអង្កេតនៅឯណាគេសងយើងអត់អាប្រេងក៏ខួងមិនបានអាមកតំណក់នៅវាមានឈ្នះបានតែមកតំណក់ហ្នឹងអត់ទាំងអស់នេះជាបណ្ដាសាទេបងប្អូនប៉ុន្តែបងប្អូនអាបណ្ដាសានេះវាប៉ះត្រូវគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលមែនក៏ប៉ុន្តែវាចំណេញប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកទេជឿខ្ញុំ
ប្រេងនៅបាតសមុទ្រនេះណាបើកុំបានខួងសោះក៏ល្អដែរព្រោះបើខួងមកមានអំពើពុករលួយការចែកគ្នាស៊ីចេះប្រជាពលរដ្ឋនឹងខ្សោះអស់លុយនឹងអត់បានលុយដដែលដូចនៅវេណេស៊ុយអេឡាដូចនៅអ៊ីរ៉ង់ប្រេងលក់នោះលក់ពិភពលោកសង្ឃថាខ្មួលខ្មាល់ដោយសារផ្សែងពុលពីប្រេងលក់ហ្នឹងលុយនិយាយពីយកទៅក្រាលថ្នល់ដេកតែប្រជាពលរដ្ឋរត់តបាយហូបអត់បានទេដោយសារអីរត់លួចអស់មន្ត្រីកាងអំណាចលួចអស់ដល់អញ្ចឹងអាខ្សោះធនធានធម្មជាតិក្រោមដីក៏អស់អាលុយចូលទៅកប៉ៅមន្ត្រីពុករលួយអស់អញ្ចឹងមកខ្ញុំថានេះគឺជាភ័ព្វវាសនារបស់ស្រុកខ្មែរដែរអត់បាច់ខួងបានណាឲ្យវានៅជារ៉ែធម្មជាតិនៅបាតបឹងបាតទន្លេទុកឲ្យកូនខ្មែរចំនួនក្រោយតទៅទៀតថ្ងៃណាស្រួលបួលរៀបចំស្រុកទេសរៀបចំកុំឲ្យមានអំពើពុករលួយប្រជាធិបតេយ្យត្រឹមត្រូវកុំឲ្យឯកបៈបែបនេះគោះមកយកប្រេងហ្នឹងមកលក់គឺបានផលដល់ប្រជាពលរដ្ឋទាំងអស់អានឹងអាស្រ័យផលក៏ល្អមិនហួសពេលដែរទុកទៅវាជាទ្រព្យគាត់ចិន្តាដែរទេព្រោះបើវានៅជារបស់ខ្មែរវានៅតែជារបស់ខ្មែរបើកាយមកឥឡូវចាំមើលបើកាយបានឥឡូវរឿងទៀតគណៈបកប្រជាជនកម្ពុជាកំពុងតែខ្សែធនហើយបើតាមមើលខ្ញុំនិយាយនេះគេហៅរឿងខ្ញុំទៀតហើយគេថាមូនរ៉េតហ្នឹងនិយាយតែអាក្រក់ពីគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលខ្សែធនហ្នឹងគឺខ្ញុំសម្ដៅទៅលើកត្តាជាក់ស្ដែង scam online ពេញផ្ទៃប្រទេសធ្វើឲ្យបាត់ចំណូលបាត់ភ្ញៀវទេសចរបាត់សេដ្ឋកិច្ចធ្លាក់ចុះបិទព្រំដែនបិទស្អីចឹងទៅហ្នឹងហើយអាបិទព្រំដែនហ្នឹងកំហុសមកពីថៃគេអ្នកបិទខ្ញុំទទួលស្គាល់ថាថៃខូចអត់អីទេប៉ុន្តែវាមានបញ្ហាដោយសារតែយើងហ្នឹងក៏វាមានបញ្ហានយោបាយជាមួយថៃយូរហើយដែរហើយផ្ទៃក្នុងយើងដែរបើថៃវាយយើងបានថៃវាយយូរហើយមិនមែនថៃវាយនៅពេលនេះទេដោយសារតែយើងធ្វើឲ្យបែកបាក់ជាតិយើងខ្លាំងពេកយើងផ្ទៃក្នុងយើងលែងត្រូវគ្នាខ្មែរយើងហែកហួរថៃមានឱកាសគឺថៃវាយយើងហ្មងថៃចង់វាយយើងយូរហើយតែវាយអត់បានចាប់ពីឆ្នាំ2017មកនៅពេលដែលរំលាយគណៈបកសង្គ្រោះជាតិគេដឹងថាខ្មែរនេះលលាយខ្សលហើយលែងគិតសិទ្ធិមនុស្សលែងគិតប្រជាធិបតេយ្យគឺដើម្បីក្រាញអំណាចគឺគេវាយខ្មែរបានដោយសារគេដឹងថាគេបាច់ប្រាក់ដួងមកបានហើយគេដឹងថាគេនឹងធ្វើឲ្យខ្មែរយើងគេយើងខ្មែរខ្ញុំនិយាយម្ដងទៀតឆ្លោះគ្នាក្នុងគ្រួសារដោយស្រាតកាយាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដោយលាតកំណត់ទ្របឲ្យចោលឃើញកំណត់ទ្របឃើញភាពឆ្លោះគ្នារបស់យើងឡាយតែបោចសក់យកអស់លីងនេះឯងយើងរៀបចំមកវិញអញ្ចឹងបានជាថៃមើលងាយមិនមែនថៃខ្លាំងទេគឺខ្មែរខ្សោយហើយយើងត្រូវទទួលស្គាល់ការពិតថៃខ្លាំងប៉ុណ្ណាក៏មិនអាចមកឈ្លានពានដែនអធិបតេយ្យរំលោភច្បាប់ជាតិនិងអន្តរជាតិហើយបើថៃខ្លាំងឧទាហរណ៍ហើយខ្មែរមូលមាត់គ្នាក៏មិនអោយថៃយកដីខ្មែរបាន76កន្លែងនឹងដែរខ្ញុំជឿថាជនជាតិខ្មែរយើងនឹងបដូរជីវិតមិនអោយណែឯងយកបានទេក៏ប៉ុន្តែដោយសារតែស្ថានភាពបែបនេះដល់ពេលយើងទ្រាំខ្លួនមេដឹកនាំយើងមិនអាចទប់គេបានគឺយើងសុកចិត្តចុះហត្ថលេខាកិច្ចព្រមព្រៀងប័ណ្ណឈប់បាញ់សុំអ្នកណានៅហ្នឹងអស់76កន្លែងហ្នឹងសិនទៅហើយសង្ឃឹមថាបានមកវិញអូខេទៅសង្ឃឹមទៅបើអត់ប្តឹងគេទៅយើងសង្ឃឹមទៅយើងនៅតែស្រែកថ្កោលទោសគេទៅហើយកុំប្តឹងទៅតុលាការអន្តរជាតិឥឡូវវិលមកវិញខ្ញុំថារដ្ឋាភិបាលកម្ពុជានិងគណៈបកប្រជាជនកម្ពុជាដល់ដំណាក់កាលខ្សែធននេះគឺដោយសារអ្វីដែលគាត់ធ្លាប់មានអាការឆោបបោកអនឡាញឯងបងប្អូនកុំគិតលេងសើចឲ្យសោះណាគ្រាន់តែគេបង្កក់លុយលោកចិនសៀ$15,000 លានទ្រាប់ Bitcoin ផងហ្នឹងឯង$15,000 លានយើងសាកគិតមើលថាតើវិស័យអចលនទ្រព្យអីដែលក្រុមហ៊ុន Gen Z នេះ Prince Group នេះបើកពេញផ្ទៃស្រុកខ្មែរវាស់ភ្នំពាត់អូស្ទឹងបឹងបួស្រែចម្ការប្រជាពលរដ្ឋដើម្បីអចលនទ្រព្យដើម្បីលាងលុយនេះតើទ្រព្យនេះប្រមាណ$100,000 លានទៀតតើយើងមិនដឹងព្រោះអត់មាននរណាបង្កក់ទ្រព្យ Gen Z នៅស្រុកខ្មែរបាន$1អត់ទេនេះឯងដែលក្រុមខាងអ្នករាយការណ៍ពិសេសអង្គការសហជាតិនេះចិត្តទៅសួរថាចុះហេតុអីបានត្រីធំគេបង្កក់ទ្រព្យ Gen Z $15,000 លាននៅអាមេរិកខ្មែរយើងតាម1សេនក៏អត់ដែរអូយើងទៅបង្ក្រាបការឆោបបោកអនឡាញក៏ក្រើក600កន្លែង3-4,000អ្នកបញ្ជូនរាប់សែនអ្នកចេញទៅស្រុកក្រៅលុយបង្កក់ទ្រព្យពួកឆោបបោកតាម100រៀលក៏អត់មានដែរហើយយើងគេជឿដែរហើយចុះនៅអាមេរិកលោក Gen Z គេគ្រាន់តែដាក់តាបុគ្គលនឹងមួយតែ Gen Z សោះ$15,000 លានដែលគេបង្កក់ទ្រព្យបានណាដូច្នេះយើងធ្វើឲ្យគេឆ្ងល់យើងគឺគេដឹងតើថាយើងនឹងធ្វើឲ្យតែបានទេរឿងមួយទៀតរឿងតាក់ទងនឹងរឿងដែលថាកម្ពុជាតលឆោបបោកនេះណាគឺជាឆ្នាំងបាយរបស់អ្នកដឹកនាំផ្ដាច់ការនៅប្រទេសណាក៏ដូចទេណាភូមានេះណាឆោបបោកអនឡាញហ្នឹងគឺជាឆ្នាំងបាយសម្រាប់របបសឹកយោធាភូមាប្រជាប្រដ្ឋខ្លោចផ្សាតែរបបសឹកយោធានៅមានដង្ហើមដកដោយសារលុយហ្នឹងគឺវាចូលទៅក្នុងក្រុមមេដឹកនាំជាន់ខ្ពស់របស់ភូមា
រឿងនៅស្រុកខ្មែរខ្ញុំមិនចោទប្រកាន់ថាលុយនឹងចូលទេប៉ុន្តែមើលលំនាំភូមិនិងលំនាំប្រទេសផ្សេងទៀតដែលគេដឹកនាំបែបហ្នឹងគឺលុយហ្នឹងវាអត់ទៅណាឆ្ងាយពីក្រមអ្នកដឹកនាំឬគណៈបកកណ្ដាលអំណាចហ្នឹងទេគឺដោយសារពួកគាត់កាងឲ្យធ្វើបានបើគេចង់ចាប់គេចាប់បានបងប្អូនចាប់ជនអ្នកដែលឆោបបោកអនឡាញនៅតាមបូរីនៅអីម្ដងបន្ទប់ខ្លះមាន 3000 នាក់អីវ៉ាន់ណាអាគារខ្លះមាន 5000 នាក់ហុយដូចសមោចចឹងយើងទៅអត់ដឹងហីចឹងចុះហេតុអីបានជាសកម្មជនចលនាមេដាធម្មជាតិស្អីតែម្នាក់ពីរឬក៏អ្នកណាមាន comment អី on Facebook ឲ្យទៅចាប់គេកាហែងណាដេញគេទៅដល់ថៃក៏ទៅចាប់មកបានទៀតប៉ុន្តែអានៅមុខនឹងអីហ្នឹងយើងមើលអត់ឃើញដូច្នេះយើងឃើញអំពីចំណាត់ការស្តង់ដាររបស់យើងហ្នឹងគឺថាវាចម្លែកតែវាអកុសលអានេះជាកម្មពៀដែលយើងសាងមកដល់ពេលវាដល់ដំណាក់កាលចុងក្រោយដែរនិយាយទៅគឺវាអកុសលដែរចំពោះគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលគ្នាក៏បាក់មុខណាស់ព្រោះខំប្រឹងណាឲ្យខាងឃោសនិកនឹងមកអួតអំពីសមិទ្ធិនឹងគឺថាអូហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រូបវ័ន្តទឹកភ្លើងអីធ្វើដំណើរអីពីនេះទៅនោះអីឥឡូវលឿនអីអញ្ចឹងក្រចេះភ្នំពេញវិលវិញមិនឆ្ងាយអីអញ្ចឹងទៅក៏ប៉ុន្តែឥឡូវព្រៃឯងនៅឆ្ងាយដាច់អាឡ័យហើយព្រោះមានផ្លូវល្អមែនក៏ប៉ុន្តែវាឆ្ងាយវាពិបាកវាមិនដឹងធ្វើដំណើរមិនបើអត់លុយចាក់សាំងវាអត់លុយគត់គង់ជីវភាពផ្លូវហ្នឹងគឺកាន់តែឆ្ងាយទៅវិញអាផ្លូវដែលគួរតែចិត្តហ្នឹងដោយសារវាបញ្ហាចាក់ស្រែហើយអញ្ចឹងបានម្ដងទៀតគឺយើងនិយាយទៅគឺគាត់មានបញ្ហាដូច្នេះហើយគាត់ទៅអួតដំបូងហ្នឹងគាត់ថាមានទ្របមានអីអញ្ចឹងដើម្បីទប់កុំឲ្យប្រជាពលរដ្ឋបាក់ទឹកចិត្តហើយចាប់ផ្ដើមបំផ្លាញគណៈបកប្រឆាំងគិតថាអត់គណៈបកប្រឆាំងមានសន្តិភាពហើយនឹងសហគមន៍អន្តរជាតិកោតទោសអីក៏មិនស្ដាប់ដែរដាក់ 20% ដាក់ 100 ក៏បានដែរតែដល់ឥឡូវអាមេរិក GSP FBI រឿង scam រឿងអីឥឡូវបាក់ទំនប់ចាប់ផ្ដើមតល់ច្រកតាមពិតណាអ្នកដែលបានផលសប្ងៃនេះគឺប្រជាពលរដ្ឋកម្ពុជាទាំង18លានអ្នកទេដោយបានអាមេរិកជួយហ្នឹងគឺវាទៅហើយគណៈបកប្រជាជនកម្ពុជាគាត់បាត់ធនធានបាត់អាប្រភពលុយបាត់អីហ្នឹងមិនអស់ទេគាត់នៅតែលុយច្រើនណាស់អុកញ៉ាមហាមន្ត្រីមកកណោដែលជួយលុយបាក់ជួយអីហ្នឹងនៅតែកម្ពុជាយូរទៅវាខ្សោះទៅតែប៉ុណ្្នឹងឯងបើគាត់កែអាចមានភាពល្អប្រសើរទៅវិញតែបើអត់កែទេគឺទៅហើយជាទីបញ្ចប់ហើយគឺចំណុចចាប់ផ្ដើមនៃទីបញ្ចប់ខ្ញុំលើកទឹកចិត្តឲ្យគណៈបកប្រជាជនកម្ពុជាកែទៅហើយខ្ញុំនឹងសារតអត់អីទេកែទៅព្រោះបានល្អទាំងអស់គ្នាទេអញ្ចឹងឥឡូវខ្ញុំស្លេះពីរឿងលោក Thomas Andrew ដែលគាត់ឆ្ងល់រឿងអត់បានត្រីធំឥឡូវចាំមើលក្រោយហ្នឹងតើគេចាត់ត្រីធំណែទេហើយតើត្រីធំហ្នឹងគាត់ទៅរត់ពួននៅក្នុងរុនផុកនៅកន្លែងណាទៀតយើងក៏ចាំមើលដែរហើយអត់ចាំបាច់ទៅរយទេគេឲ្យឈ្មោះអស់ហើយនៅតែអស់លោកចាត់ការទេបន្តទៀតលោក Thomas ជំរុញឲ្យមេដឹកនាំកម្ពុជាអនុវត្តច្បាប់អន្តរជាតិដើម្បីបញ្ហារំលោភសិទ្ធិមនុស្សកម្ពុជានិងប្រជាធិបតេយ្យនៅកម្ពុជាដែរសារនេះគឺជាសារចាក់ដោតរដ្ឋាភិបាលកម្ពុជាមែនតើព្រោះហេតុអីបានជាចាក់ដោតខ្ញុំសរសើរលោក Thomas Andrew នៅក្នុងការគាត់ចេះសរសេរ clear នៅក្នុង clear នេះគាត់សរសេរចេះគាត់បានជួបលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាដែលនិយាយបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយប្រើយន្តការច្បាប់អន្តរជាតិលោកប្រាប់ថាលោកហ៊ុនសែនពិតជាបានប្រាប់គាត់អញ្ចឹងមែនហើយលោកប្រាប់ថាលោកយល់ស្របនៅក្នុងការរកដំណោះស្រាយដោយសន្តិវិធីប្រើច្បាប់អន្តរជាតិព្រោះនេះគឺជាចំនួនអន្តរជាតិលោកគាំទ្រប្រសាសន៍របស់លោកហ៊ុនសែនលោកលើកនិយាយក្នុងវេទិកាធ្វើសន្និសីទសារព័ត៌មានក៏ប៉ុន្តែលោកថាខ្ញុំដកស្រង់ពាក្យគាត់តែម្ដងហើយខ្ញុំសរសើរការប្រើពាក្យពេចន៍របស់គាត់មែនតើគាត់សរសេរចេះ sorry សុំទោសបងប្អូនខ្ញុំបានកត់ត្រាច្រើនដែរតែខ្ញុំចង់ដកស្រង់ភាសាប្រសាសន៍របស់គាត់នឹងឲ្យត្រូវន័យតែម្ដងអូខេគាត់និយាយចេះគាត់ថាពេលដែលលោកហ៊ុនសែនប្រធានព្រឹទ្ធសភាជម្រាបគាត់ពីរឿងថាកម្ពុជាបដិញ្ញាដោះស្រាយចំនួនព្រំដែនកម្ពុជាថៃដោយប្រើច្បាប់ឬក៏យន្តការអន្តរជាតិគាត់ថាយល់ស្របល្អគឺជារឿងត្រឹមត្រូវក៏ប៉ុន្តែគាត់សូមបញ្ជាក់និងជំរុញស្នើឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តខ្លឹមសារនៃច្បាប់អន្តរជាតិនេះដែរនៅក្នុងការដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាវ៉ាវមានន័យថាម៉េចបងប្អូនមានន័យថាលោក Thomas Andrew រំលឹកប្រាប់លោកហ៊ុនសែនថាកុំឲ្យអនុវត្តស្តង់ដារ2ស្តង់ដារថាដោះស្រាយចំនួនព្រំដែនថៃពឹងលើច្បាប់អន្តរជាតិថាដើម្បីអាចសង្ឃឹមថាដោះស្រាយបានដោយយកច្បាប់អន្តរជាតិថាមានសារៈសំខាន់នៅក្នុងការដោះស្រាយបញ្ហាព្រំដែនលោកថាបញ្ហាច្បាប់អន្តរជាតិនេះបើកម្ពុជាយល់ថាសំខាន់លោកក៏យល់ស្របថាសំខាន់ហើយយកវាមកអនុវត្តដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាដែរផងទៅហើយលោកថាលោកបានទទួលដំណឹងមកហើយថាមានអ្នកទោសមនសិការរហូតដល់ទៅជាង100នាក់ហើយតាក់ទងនឹងការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជានេះ
ហើយនៅក្នុងនៃនេះគឺនៅក្នុងរបាយការណ៍របស់គាត់និយាយចេះតាក់ទងនឹងអ្នកទោសមនសិការហ្នឹងគាត់និយាយថាសំទោសបងប្អូនឯកសារច្រើនមែនតើខ្ញុំបានទទួលព័ត៌មានថាអាចមានមនុស្សជាង100នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅក្នុងប្រទេសកម្ពុជាដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសេរីភាពនៅក្នុងការជួបប្រជុំឬសេរីភាពក្នុងការដែលបង្កើតសហគមន៍ឬក៏ប្រមូលផ្ដុំគ្នាលោកបន្តទៀតថាគ្មាននរណាម្នាក់ត្រូវបានជាប់ពន្ធនាគារដោយសារតែការប្រើប្រាស់សិទ្ធិមនុស្សជាមូលដ្ឋានរបស់ខ្លួននោះឡើយខ្ញុំបានលើកឡើងអំពីការឃុំខ្លួននិងស្ថានភាពរបស់បុគ្គលទាំងនេះក្នុងជំនួបជាមួយនឹងរដ្ឋាភិបាលហើយបានទទួលការបដិញ្ញាចិត្តក្នុងការធ្វើការងារជាមួយខ្ញុំក្នុងខណៈដែលខ្ញុំនៅតែបន្តពិនិត្យមើលលើករណីទាំងនេះចឹងមន្ត្រីរដ្ឋាភិបាលសន្យាជាមួយគាត់ថានឹងដោះស្រាយបញ្ហាជនអ្នកទោសមនសិការនេះហើយនឹងលោកថាលោកតាមមើលតទៅទៀតតើគេធ្វើអត់ខ្ញុំពេញចិត្តសាររបស់លោកមែនតើគឺនិយាយត្រង់ទៅត្រង់មកហើយចំចំណុចរមាស់ត្រូវរមាស់មិនដឹងថារដ្ឋាភិបាលកម្ពុជាដោះស្រាយយ៉ាងណាទេព្រោះគាត់ថានៅខ្មែរនេះអត់មានទេអ្នកទោសមនសិការមានតែអ្នកមនសិការមានទោសព្រហ្មទណ្ឌទៀតអត់មានទេអ្នកទោសនយោបាយមានតែអ្នកនយោបាយប្រព្រឹត្តទោសព្រហ្មទណ្ឌហើយជាប់គុកប៉ុន្តែអាច្បាប់ខ្មែរហ្នឹងគេទាញឲ្យយឺតដូចកស៊ូមន្ត្រីបកគណៈបកកណ្ដាលអំណាចធ្វើអីខុសក៏អត់ជាប់គុកដែរបើមន្ត្រីបកប្រឆាំងគ្រាន់តែក្អកឬក៏មើលមុខគេក៏ជាប់គុកដែរអានេះខ្ញុំនិយាយជាន័យធៀបឯងមិនដល់ថ្នាក់ហ្នឹងឯងប៉ុន្តែន័យហ្នឹងគឺអញ្ចឹងគឺធ្វើអីក៏មិនត្រូវដែរប៉ុន្តែមន្ត្រីគណៈបកប្រជាជនកម្ពុជាធ្វើអីក៏ត្រូវដែរព្រោះច្បាប់ហ្នឹងគឺគេអញ្ចឹងហើយយើងរស់នៅក្នុងប្រទេសមួយដែលច្បាប់គេអនុវត្តមានស្តង់ដារ2អញ្ចឹងតើប្រជាពលរដ្ឋនឹងមានយុត្តិធម៌សង្គមមកពីណាមិនក្តៅកាហាយហើយអាចរស់នៅកើតទេយើងទៅចាប់គេដាក់គុកស្រាចិត្តបើមន្ត្រីខ្លួនឯងអត់អីជេរបតិចផ្ដាសាគេពេញភូមិរួចខ្លួនទាំងអស់ក្រុមអាម៉ៃអាថោងនិងលលករបស់គណៈបកប្រជាជនកម្ពុជាគណៈបកប្រឆាំងជេរតែបន្តិចដោយលោកគាវិសាលឆ្លោះគ្នាមួយម៉ៃហុងស្រៀងនៅកំពង់សោមតាមការជេរបចោលគ្នាដូចគ្នាជេរទៅជេរមកលោកគាវិសាលជាប់គុក2ឆ្នាំហើយទារលុយ20លានរៀលឥឡូវតុលាការកម្រិតឲ្យបង់លុយ20លានរៀលទៀតជាប់គុក2ឆ្នាំទៅមិនចាញ់ហើយបង់លុយ20លានរៀលហើយខាងលោកម៉ៃហុងស្រៀងនៅអង្គុយចាក់ថ្មិញឲ្យមើលមកថាឃើញហ៎អញ្ចឹងហើយមិនចូលគណៈបកប្រជាជនកម្ពុជាឲ្យសមមុខអីអញ្ចឹងទៅអាហ្នឹងចង់និយាយថាគាត់មិននិយាយអញ្ចឹងទេខ្ញុំចង់និយាយថាក្នុងចិត្តគាត់ហ្នឹងប្រហែលជាអាចនិយាយអញ្ចឹងហើយព្រោះគេចូលទៅគឺគេអញ្ចឹងគេបានច្បាប់ការពារអញ្ចឹងទឹកឡើងត្រីស៊ីសមោចទឹកហើយសមោចស៊ីត្រីទេអស់លោកវប្បធម៌ហ្នឹងគឺអស់លោកក៏ដឹងដែរសម័យខ្មែរក្រហមហ្នឹងសម្លាប់គ្នាដោយសារអញ្ចឹងតែលោកអត់ព្រមជួយកែគ្នាតែធ្វើឲ្យឈឺចាប់ដល់ពេលមានការអីតាំងវិចបង្វិចរត់ចោលភូមិទៀតដែរដោយសារអីវាធ្វើអាក្រក់ពេកដូចខ្មែរក្រហមអញ្ចឹងសម្លាប់គេច្រើនពេកដល់ពេលវៀតណាមចូលមកតែពេលខ្លះរត់អត់រួចគេកាប់ដាច់3 4កណាត់ដោយសារអីវាអាក្រក់ពេកពេលខ្លួនឯងបានអំណាចអត់ព្រមជួយរកយុត្តិធម៌ជួយតែធ្វើបាបគេដល់ពេលហើយរត់ចាយជើងគ្នាហើយអត់នៅស្រុកបានហើយអត់រៀងចាលនិយាយទៅអត់រៀងចាលបាទឥឡូវបន្តទៅទៀតគឺតាក់ទងនឹងរឿងខ្ញុំបន្តបញ្ចប់លោក Thomas នឹងឲ្យចប់ទៅលោក Thomas Andrew ក៏ជំរុញឲ្យកម្ពុជានិងថៃពន្លឿនកិច្ចសហការដើម្បីឲ្យជនភៀសសឹកខ្មែរបានវិលទៅលំនៅឋានវិញឆាប់ៗ